សូមស្វាគមន៍មកកាន់ The Breaking Point កងទ័ពរុស្ស៊ីនិងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នានៅក្នុងគំនរបាក់បែកនៃទីក្រុង Pokrovsk ប្រភព200តថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025កងទ័ពរុស្ស៊ីនិងអ៊ុយក្រែនបានប្រយុទ្ធគ្នានៅថ្ងៃអង្គារនៅក្នុងគំនរបាក់បែកនៃទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូននិងផាសុភារកម្មនៅភាគខាងកើតអ៊ុយក្រែនដែលទីក្រុងមូស្គូបានព្យាយាមដណ្ដើមយកអស់រយៈពេលជាង1ឆ្នាំយោធាអ៊ុយក្រែនបាននិយាយថាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងដំណើរការនៅក្នុងផ្នែកមួយនៃទីក្រុងដែលជាគន្លឹះសម្រាប់ភស្តុភារកម្មជួរមុខរបស់ទីក្រុងជាវក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងកម្លាំងពិសេសដែលបន្ថែមបានមកដល់ទីនោះហើយអាវុធនិងឧបករណ៍ជាច្រើនទៀតកំពុងត្រូវបានបញ្ជូនក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថាទីហ៊ានរបស់ខ្លួនបានបោះសម្អាតអគារចំនួន35របស់កងទ័ពអ៊ុយក្រែនក្រសួងក៏បាននិយាយផងដែរថាកងកម្លាំងរុស្ស៊ីកំពុងច្របាច់កកងទ័ពអ៊ុយក្រែនដែលឡោមព័ទ្ធនៅជិតទីក្រុងគូភៀនស្ក្នុងតំបន់ខាគីវចម្ងាយប្រហែល160គីឡូម៉ែត្រទៅភាគខាងជើងដោយសារកិច្ចចរចាសន្តិភាពស្ថិតក្នុងភាពជាប់គាំងក្នុងឆ្នាំទី4នៃសង្គ្រាមរុស្ស៊ីនិយាយថាខ្លួនមានគំនិតផ្ដួចផ្ដើមលើគ្រប់ផ្នែកទាំងអស់នៃរណសេរីប៉ុន្តែខ្លួនមិនទាន់បានដណ្ដើមយកទីក្រុងធំណាមួយនៅឡើយទេចាប់តាំងពីដណ្ដើមយកអាវីវកានៅដើមឆ្នាំ2024អ៊ុយក្រែននិយាយថាការប្រយុទ្ធគ្នាភាគច្រើនជាប់គាំងហើយការខាតបង់ទឹកដីរបស់ខ្លួនគឺតិចតួចណាស់ Бажаю здоров'я, шановні українці, українки. Сьогоднішній день на Донеччині, на Дніпровщині, найголовніше на Покровському напрямку, і саме в тих корпусах, Deep State ដែលជាគម្រោងអ៊ុយក្រែនដែលគូផែនទីខ្សែជួរមុខដោយផ្អែកលើរូបភាពប្រភពបើកចំហដែលបានផ្ទៀងផ្ទាត់កាលពីថ្ងៃអង្គារបានបង្ហាញថាកងកម្លាំងរុស្ស៊ីបានរុញច្រានបន្ថែមទៀតចូលទៅក្នុងប៉ូក្រូនិងតំបន់ជុំវិញរបស់វាទោះបីជាវាបង្ហាញថាភាគច្រើននៃតំបន់ទាំងនោះនៅតែពណ៌ប្រផេះក៏ដោយដែលហួសពីការគ្រប់គ្រងយ៉ាងរឹងមាំរបស់ភាគីណាមួយប៉ូក្រូមានប្រជាជនមុនសង្គ្រាមប្រហែល510,000នាក់ប៉ុន្តែជនស៊ីវិលភាគច្រើនបានរត់គេចខ្លួនជាយូរមកហើយការដណ្ដើមយកវាអាចផ្ដល់ឲ្យទីក្រុងមូស្គូនៅវេទិកាមួយដើម្បីរុញឆ្ពោះទៅទីក្រុងក្រាម៉ាតូនិងស្លាវីយ៉ានស្កដែលជាទីក្រុងពីរធំជាងគេបំផុតដែលគ្រប់គ្រងដោយអ៊ុយក្រែននៅក្នុងតំបន់ដូណេតស្កដែលរុស្ស៊ីចង់ដណ្ដើមយកទាំងស្រុងអ្នកសរសេរភ្លុកយោធារុស្ស៊ីរីបាបាននិយាយកាលពីថ្ងៃអង្គារថាការគ្រប់គ្រងរបស់ទីក្រុងមូស្គូលើប៉ូក្រូសកំពុងពង្រីកបន្តិចម្ដងប៉ុន្តែការបោះសម្អាតទីក្រុងទាំងស្រុងនៅវែងឆ្ងាយនៅឡើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលស្គាល់នៅថ្ងៃច័ន្ទថាប៉ូក្រូស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងប៉ុន្តែយោធារបស់លោកបាននិយាយថាកងទ័ពរុស្ស៊ីមិនទាន់បានគ្រប់គ្រងសង្កាត់ណាមួយបានពេញលេញនោះទេលោក Zelensky បាននិយាយកាលពីថ្ងៃអង្គារថាលោកបានទៅទស្សនាកងទ័ពដែលកំពុងប្រយុទ្ធគ្នានៅជិតទីក្រុងដូប្រូភីលាភាគខាងកើតជាកន្លែងដែលកងកម្លាំងអ៊ុយក្រែនកំពុងធ្វើការវាយលុកបន្តវិញប្រឆាំងនឹងកងទ័ពរុស្ស៊ី